មនុស្សរាប់ម៉ឺននាក់ភៀសខ្លួនពីភ្លើងឆេះព្រៃនៅទួរគីខណៈដែលអឺរ៉ុបកំពុងវាយប្រហារដោយរលកកម្ដៅកាលពីថ្ងៃច័ន្ទទី30ខែមិថុនាម្សិលមិញមនុស្សច្រើនជាង50,000នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសទួរគីស្របពេលដែលរលកកម្ដៅរដូវក្ដៅចាប់ផ្ដើមគ្របដណ្ដប់លើអឺរ៉ុបនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះការព្រមានឲ្យប្រុងប្រយ័ត្នចំពោះរលកកម្ដៅត្រូវបានធ្វើឡើងនៅក្នុងប្រទេសអឺរ៉ុបដូចជាបារាំងអេស្ប៉ាញអ៊ីតាលីប៉ូទុយហ្គាល់និងអាល្លឺម៉ង់ហើយសូម្បីតែហូឡង់ដែលធ្លាប់តែទទួលរងអាកាសធាតុកម្រិតបង្គួរក៏បានចេញសារព្រមានអំពីសីតុណ្ហភាពខ្ពស់សម្រាប់រយៈពេលប្រមាណថ្ងៃខាងមុខផងដែរបើតាមការកត់សម្គាល់មួយផ្នែកធំនៃតំបន់អឺរ៉ុបខាងលិចបាននឹងកំពុងទទួលរងបាតុភូតរលកកម្ដៅដែលជាធម្មតាកើតមានអំឡុងខែកក្កដាឬសីហាជាជាងខែមិថុនាចំណែកនៅប្រទេសទួរគីភ្លើងឆេះព្រៃបានបន្តឆេះពីថ្ងៃជាប់គ្នាពីតំបន់ចំនួន5ក្នុងនោះ 42,000 នាក់គឺចេញពីខេត្តអ៊ីស្មៀតំបន់ឆ្នេររបស់ទួរគីប៉ុន្មានឆ្នាំចុងក្រោយមកនេះត្រូវបានវាយប្រហារដោយភ្លើងឆេះព្រៃខណៈរដូវក្តៅកាន់តែមានសីតុណ្ហភាពក្តៅនិងស្ងួតហួតហែងខ្លាំងទៅដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាគឺបណ្ដាលមកពីកត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្សគួរបញ្ជាក់ថានៅជុំវិញពិភពលោកអាកាសធាតុក្តៅខ្លាំងឆក់យកជីវិតមនុស្សរហូតដល់48,000 នាក់ក្នុងមួយឆ្នាំដែលលើសពីតួលេខសរុបបញ្ចូលគ្នានៃអ្នកបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិដទៃទៀតដូចជាទឹកជំនន់រំជួយដីនិងព្យុះទៅទៀតបើតាមអ្នកវិទ្យាសាស្ត្រមូលហេតុចម្បងនៃការប្រែប្រួលអាកាសធាតុគឺការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មកពីចំហាយឥន្ធនៈហ្វូស៊ីលឆ្នាំ2024ត្រូវបានរកឃើញថាជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាសម្រាប់ភពផែនដីយើង